បាទសូមជម្រាបសួរបងប្អូនទាំងគ្នានៅក្នុងថ្ងៃនេះគឺខ្ញុំលើកឡើងអំពីតំណែងតំណោនៅក្នុងការអភិវឌ្ឍសាយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់ប្រទេសកម្ពុជាក្នុងន័យលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋតើយើងដឹងតាមវិធីណាហើយនៅក្នុងគម្រោងនៅក្នុងការអភិវឌ្ឍសាយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់ប្រទេសកម្ពុជាយើងដឹងហើយថាមានប្រទេសជាច្រើនមានទាំងចិនមានទាំងជប៉ុនមានទាំងកូរ៉េខាងត្បូងមានទាំងដៃគូពហុភាគីផ្សេងៗគាត់ចូលរួមជួយនៅក្នុងការលើកកម្ពស់ផែនការពង្រីកផ្លូវគមនាគមន៍នៅក្នុងប្រទេសកម្ពុជានឹងអញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំបង្ហាញជាការស្រាវជ្រាវជាក់លាក់មួយដើម្បីឲ្យបងប្អូននឹងបានយល់អំពីឥទ្ធិពលជាវិជ្ជមាននៅក្នុងការអភិវឌ្ឍសាយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់ប្រទេសកម្ពុជានឹងឆ្លើយតបទៅនឹងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋហើយយើងមើលនៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកគេបានប្រៀបធៀបរៀងយូរបន្តិចកាលពីឆ្នាំ2007ដែលគេបាននិយាយអំពីផលប៉ះពាល់ជាវិជ្ជមានហើយនៅក្នុងថ្ងៃនេះគឺខ្ញុំចង់បង្ហាញការប្រៀបធៀបកាលពីមុនយើងមានជួបប្រទះបញ្ហាអីហើយនៅពេលចំពោះមុខនេះមានប្រជាពលរដ្ឋប្រមាណលានអ្នកផ្សេងទៀតដែលគាត់ពុំអាចទទួលបាននៅគេហៅថាការប្រើប្រាស់នៅសេវាសាធារណៈជាពិសេសនោះគឺផ្លូវគមនាគមន៍នៅក្នុងប្រទេសកម្ពុជាអញ្ចឹងបើសិនយើងលើកយករបាយការណ៍កាលពីឆ្នាំ2007របស់ធនាគារពិភពលោកហ្នឹងគេបានចុះស្រាវជ្រាវហើយមានខេត្តជាច្រើនហ្នឹងបងប្អូនអាចមើលណាអញ្ចឹងគេបានលើកឡើងនៅក្នុងខេត្តជាច្រើនហ្នឹងគេបានបង្ហាញអំពីចំណូលជាមធ្យមរបស់ក្រុមគ្រួសារនីមួយៗអញ្ចឹងក្រុមគ្រួសារដែលរស់នៅជិតផ្លូវហើយនិងក្រុមគ្រួសាររស់នៅឆ្ងាយពីផ្លូវហើយខ្ញុំលើកយកខេត្ត3មានកំពង់ចាមកណ្ដាលនិងព្រៃវែងណាបងប្អូនអាចមើលលម្អិតខេត្តផ្សេងៗទៀតដោយខ្លួនឯងដូចជាករណីខេត្តកំពង់ចាមអញ្ចឹងក្រុមគ្រួសារអ្នកដែលរស់នៅជិតផ្លូវនោះចំណូលជាមធ្យមប្រចាំឆ្នាំរបស់គាត់គឺគាត់រកបាន7លានរៀលប៉ុន្តែអ្នកដែលរស់នៅឆ្ងាយពីផ្លូវឬក៏ពុំមានផ្លូវគាត់រកចំណូលបានតែ3.4លានរៀលទេហើយដូចខេត្តកណ្ដាលអ្នកដែលរស់នៅជិតផ្លូវនោះគ្រួសាររស់នៅជិតផ្លូវនោះគាត់រកចំណូលបានជាមធ្យមហ្នឹងប្រចាំឆ្នាំនោះ9.4លានរៀលអញ្ចឹង9លាន4សែនរៀលនោះគឺជាទឹកលុយដែលក្រុមគ្រួសាររស់នៅជិតផ្លូវបើមិនជាគាត់រស់នៅឆ្ងាយពីផ្លូវសម្រាប់អ្នកនៅខេត្តកណ្ដាលគឺគាត់ទទួលបានតែ3.8លានរៀលទេនេះគឺជាផលប៉ះពាល់ដែលបង្ហាញពីឥទ្ធិពលជាវិជ្ជមានចំពោះការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់ប្រទេសកម្ពុជាមានព្រៃវែងនោះដូចគ្នាបងប្អូនអាចមើលលម្អិតជាក់ស្ដែងអញ្ចឹងប្រភពចំណូលនោះគេបែងចែកជាពីរទៀតចំពោះក្រុមគ្រួសារអ្នកដែលរស់នៅជិតផ្លូវនោះគឺឱកាសសេដ្ឋកិច្ចរបស់គាត់នោះគឺការតបភ្ជាប់អ្វីដែលគាត់ផលិតបានទៅកាន់ទីផ្សារអញ្ចឹងមានន័យថាបើសិនជាគាត់ធ្វើកសិកម្មទៅទិន្នផលរបស់គាត់នោះគឺអាចងាយលក់ជាងទី2ហ្នឹងគឺក្រុមគ្រួសារនោះគាត់មានឱកាសគេហៅថាស្វែងរកការងារធ្វើនេះគឺជាឱកាសមួយអ្នកដែលរស់នៅជិតផ្លូវអញ្ចឹងអ្នកដែលរស់នៅឆ្ងាយពីផ្លូវគឺគាត់បាត់បង់ឱកាសនានាអញ្ចឹងនេះគឺជាឥទ្ធិពលមួយដែលប្រទេសកម្ពុជានឹងព្យាយាមការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជានឹងឲ្យបានកាន់តែច្រើនហើយនឹងបង្កភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋអញ្ចឹងបើសិនជាយើងមើលនៅក្នុងគេហៅថាផ្លូវនៅក្នុងប្រទេសកម្ពុជាទាំងអស់ហ្នឹងបើសិនជាយើងមើលក្នុងរបាយការណ៍របស់ធនាគារពិភពលោកដែលគេបានលើកឡើងនៅក្នុងឆ្នាំ2022ហ្នឹងគឺមានផ្លូវសរុបនៅក្នុងប្រទេសកម្ពុជានឹងមានជាង61000គីឡូម៉ែត្រណាគឺជាចំនួនផ្លូវសរុបនៅក្នុងប្រទេសកម្ពុជាមានផ្លូវជាតិផ្លូវខេត្តផ្លូវជនបទអីជាដើមហ្នឹងប៉ុន្តែនៅផ្លូវទាំងអស់ហ្នឹងវាទាមទារឲ្យមានការគេហៅថាភាពងាយស្រួលអញ្ចឹងបើសិនជាផ្លូវខ្លះពិបាកឬក៏ពុំមានការចាក់កស៊ូទេគឺការប្រើប្រាស់ផ្លូវហ្នឹងក៏មិនទាន់មានប្រសិទ្ធភាពដែរអញ្ចឹងបើសិនយើងមើលក្នុងរបាយការណ៍ជាក់ស្ដែងនេះបងប្អូនអាចមើលឆាតនេះគឺផ្លូវជាតិនៃការផ្លូវជាតិមានលេខមួយខ្ទង់អញ្ចឹងផ្លូវជាតិមានលេខមួយខ្ទង់ដូចជាផ្លូវជាតិលេខ3ផ្លូវជាតិលេខ5អញ្ចឹងយើងចាក់កស៊ូបានហើយបាន 100% អញ្ចឹងផ្លូវជាតិដែលមានលេខ2ខ្ទង់យើងចាក់កស៊ូបានតែ 70% ទេផ្លូវខេត្តយើងចាក់កស៊ូបានតែ 30% ទេហើយផ្លូវជនបទយើងចាក់កស៊ូបានតែ 5% អញ្ចឹងទៅពេលដែលផ្លូវនោះគឺពិបាកឬក៏អត់មានភាពងាយស្រួលប្រជាពលរដ្ឋនោះក៏ពិបាកទៅតាមនឹងដែរគឺគាត់អាចប្រើប្រាស់សេវាសាធារណៈជាពិសេសហ្នឹងគឺផ្លូវគមនាគមន៍ឆ្លើយតបទៅនឹងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឬក៏គាត់បាត់បង់ឱកាសសេដ្ឋកិច្ចអញ្ចឹងឱកាសសេដ្ឋកិច្ចនោះគឺការភ្ជាប់ទៅនឹងអ្វីដែលគាត់ផលិតបានទៅកាន់ទីផ្សារហើយនឹងការទទួលបានការងារធ្វើអញ្ចឹងហើយបានជាប្រទេសកម្ពុជានឹងទាមទារឲ្យមានការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់ប្រទេសកម្ពុជាយើងសួរថាឥឡូវនឹងបញ្ហាទាំងអស់ហ្នឹងយើងជួបប្រទះបញ្ហាអីខ្លះអញ្ចឹងបើសិនជាយើងមើលក្នុងរបាយការណ៍របស់ ASEAN Transport របាយការណ៍របស់ ASEAN Transport កាលពីឆ្នាំ2025នោះគេបានរំលេចថានៅក្នុងប្រទេសកម្ពុជានោះគឺមានប្រជាពលរដ្ឋដែលរស់នៅជនបទប្រមាណជា2លាន9សែននាក់យើងថា3លានចុះលេខគាត់ស្រួលគិតគឺគាត់រស់នៅឆ្ងាយពីផ្លូវនោះជាង2គីឡូម៉ែត្រអញ្ចឹងកាលណាគាត់រស់នៅកាន់តែឆ្ងាយគឺឱកាសសេដ្ឋកិច្ចនោះក៏បាត់បង់ទៅតាមនឹងដែរអញ្ចឹងបើសិនជាមើលតួលេខជាក់ស្ដែងនោះគឺមានប្រជាពលរដ្ឋប្រមាណតែ20% ប៉ុណ្ណោះដែលគាត់ទទួលបានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាសាធារណៈជាពិសេសនោះគឺផ្លូវគមនាគមន៍នោះគឺមាន20% ទេឥឡូវយើងធៀបទៅនឹងអាស៊ានអញ្ចឹងប្រទេសអាស៊ានអញ្ចឹងនៅក្នុងរបាយការណ៍ដដែលហ្នឹងអាស៊ាន Transport ហ្នឹងគេបានរំលេចនៅក្នុងប្រទេសនានានៅក្នុងតំបន់អាស៊ានហ្នឹងករណីប្រទេសកម្ពុជាហ្នឹងគេប្រៀបធៀបចេះនៅក្នុងគេហៅថាប្រជាពលរដ្ឋក្នុង1គីឡូម៉ែត្រការ៉េនៅក្នុងផ្ទៃដី1គីឡូម៉ែត្រការ៉េហ្នឹងគឺមានផ្លូវគមនាគមន៍តែ449.8ម៉ែត្រតែនេះគឺជាគេហៅថាការប្រៀបធៀបអញ្ចឹងយើងលើតែឡាវហើយនឹងភូមាទេនេះគឺជា
បរិមាណមួយដែលយើងទីមទីឲ្យមានការតបជាប់ចាផ្លូវគមនាគមន៍នៅកាន់តែច្រើនអញ្ចឹងយើងទីមទីឲ្យមានការជួយជុំជ័យពីប្រទេសនានាអញ្ចឹងយើងមើលក្នុងរបាយការណ៍ជាក់ស្ដែងថាតើប្រទេសណាគេបានយកលុយមកជួយនៅក្នុងផែនការក្នុងការបរិវិស័យថាសម្ព័ន្ធផ្លូវថ្នល់កម្ពុជានោះគឺខ្ញុំនិយាយពី2កង់អញ្ចឹងកង់ទី1គឺចន្លោះឆ្នាំ2014នៅក្នុងឆ្នាំ2018ហើយនៅឆ្នាំ2019ដល់ក្នុងឆ្នាំ2024អញ្ចឹងកង់ទី1ហ្នឹងគឺ2014នៅក្នុងឆ្នាំ2018ហ្នឹងគឺមានចិនគឺលេខ1 38% បើយើងគិតជាលុយគឺ618លានហើយបន្ទាប់មកមានជប៉ុន 38% ដូចគ្នាដែរទឹកលុយប្រហែលជា609លានហើយមានកូរ៉េខាងត្បូង 12% ហើយមានដៃគូអភិវឌ្ឍផ្សេងនោះគឺ 12% អញ្ចឹងឥឡូវនៅក្នុងចន្លោះឆ្នាំ2019នៅក្នុងឆ្នាំ2024ហ្នឹងគឺចិនចូលលុយជួយច្រើនជាងគេគឺ1744.9 លានដុល្លារសហរដ្ឋអាមេរិកបន្ទាប់មកមានជប៉ុន1693លានដុល្លារសហរដ្ឋអាមេរិកហើយមានកូរ៉េខាងត្បូង790លានដុល្លារសហរដ្ឋអាមេរិកនោះទាំងអស់ហ្នឹងគឺជាប្រទេសនានាដែលគាត់ចូលរួមចំណែកនៅក្នុងការអភិវឌ្ឍវិស័យថាផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជាហើយយើងតែងតែឮថាចិនឲ្យលុយជួយកម្ពុជានឹងច្រើនជាងគេដោយសារតែទី1គេមានគម្រោងខ្សែក្រវ៉ាត់ផ្លូវហើយយើងមានទំនាក់ទំនងល្អរវាងកម្ពុជាចិនហើយគេតែងតែស្ទង់មតិនៅក្នុងគេហៅថាឥទ្ធិពលនៅក្នុងការជួយជុំជ័យរបស់ប្រទេសចិននៅក្នុងផែនការនៅក្នុងការអភិវឌ្ឍវិស័យថារណសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានឹងថាតើប្រជាពលរដ្ឋនោះគាត់ពេញចិត្តបែបណាហើយជាទូទៅគេតែងតែស្ទង់មតិថាផ្លូវឬក៏គម្រោងខ្សែក្រវ៉ាត់ផ្លូវឬក៏កម្មវិធីអភិវឌ្ឍវិស័យថារណសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានឹងផ្ដល់ផលប្រយោជន៍បែបណាហើយផលប្រយោជន៍បែបណាដែលមានប្រយោជន៍ច្រើនជាងគេនៅក្នុងផែនការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានឹងក្នុងរបាយការណ៍ជាក់ស្ដែងនៅក្នុងឆ្នាំ2021ដែលគេបាន survey នៅក្នុងរបាយការណ៍អាស៊ាននឹងគឺទី1គេហៅផ្លូវលបឿនលឿនអញ្ចឹងផ្លូវលបឿនលឿនពីភ្នំពេញសីហនុនឹងលេខ1គាត់គិតថាប្រជាពលរដ្ឋគាត់គិតថាជាឥទ្ធិពលមួយដែលផលប្រយោជន៍នឹងច្រើនជាងគេបន្ទាប់មកមានគេហៅថាតំបន់សេដ្ឋកិច្ចពិសេសសីហនុជាគម្រោងមួយដែរដែលតាក់ទងទៅនឹងរឿងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិននឹងហើយមានពលានយន្តហោះទីមរៀបអង្គរនឹងគឺផ្ដល់ផលប្រយោជន៍លេខ3ហើយទី4នឹងគឺគេហៅថាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈនឹងគឺជាផលប្រយោជន៍ដែលប្រជាពលរដ្ឋកម្ពុជានឹងដែលរបាយការណ៍អាស៊ាននឹងគេ survey អំពីឥទ្ធិពលជាវិជ្ជមាននៅក្នុងផែនការជួយជ្រោមជ្រែងរបស់ប្រទេសចិននៅក្នុងកម្មវិធីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានេះគឺជាទូនាទីអញ្ចឹងបើសិនជាប្រទេសនានាអត់ជួយទេគេហៅថាលបឿននៅក្នុងការកាត់បន្ថយភាពក្រីក្រជាពិសេសនឹងការលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនឹងក៏យឺតទៅតាមនឹងដែរដោយសារតែអ្នកដែលរស់នៅឆ្ងាយពីផ្លូវគឺគាត់បាត់បង់ឱកាសសេដ្ឋកិច្ចនឹងដោយដែលរបាយការណ៍របស់ធនាគារពិភពលោកនឹងគេបានបញ្ជាក់បាទនេះគឺជារបាយការណ៍សិក្សាស្រាវជ្រាវមួយដែលខ្ញុំចង់បង្ហាញអំពីទំនាក់ទំនងនៃការជួយជ្រោមជ្រែងពីប្រទេសនានានៅក្នុងផែនការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជានៅក្នុងកម្មវិធីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនោះបាទសាកលវិទ្យាល័យទួនហ្វាផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញសក្តានុពលនានាដូចជាផ្នែកភាសាចិនការគ្រប់គ្រងពាណិជ្ជកម្មហិរញ្ញវត្ថុនិងធនាគារការគ្រប់គ្រងធនធានមនុស្សទីផ្សារវិស្វកម្មស្ថាបត្យកម្មនិងផ្នែកជាច្រើនទៀតការសិក្សានៅសាកលវិទ្យាល័យជាមួយសាស្ត្រាចារ្យជំនាញនិងបរិក្ខារទំនើបនិស្សិតនឹងទទួលបានចំណេះដឹងនិងជំនាញពិតប្រាកដរួមជាមួយសមត្ថភាពភាសាចិនដែលទទួលស្គាល់កម្រិតជាតិនិងតំបន់បន្ថែមពីនេះសាកលវិទ្យាល័យមានអន្តេវាសិកដ្ឋានហើយនិស្សិតមានឱកាសទស្សនកិច្ចសិក្សាបន្តការសិក្សានៅប្រទេសចិនចុះកម្មសិក្សានិងស្វែងរកបទពិសោធន៍ការងារជាមួយស្ថាប័នដៃគូនានាសាកលវិទ្យាល័យទួនហ្វាថ្នាក់ឧត្តមសិក្សាអប់រំស្រាវជ្រាវនិងនវានុវត្តន៍នៅកម្ពុជា